ជំរាបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបមួយចង់ចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាគឺម្ហូបឆាផ្កាគុយឆាយហើយជាដំបូងនេះគឺខ្ញុំធ្វើការបំពងតៅហ៊ូសម្រាប់តៅហ៊ូនេះផងដែរគឺខ្ញុំធ្វើការដាក់វាពីរដុំហើយខ្ញុំចិតវាជាចំណិតស្ដើងបើសិនជាបងប្អូនចង់ចិតវាធំក៏បានដែរតាមចំណង់ចំណូលចិត្តរបស់បងប្អូនទាំងអស់គ្នាយើងធ្វើការបំពងតៅហ៊ូនេះគឺដើម្បីឲ្យវាស្រួយពេលដែលយើងឆាទៅវាអត់ធ្វើឲ្យតៅហ៊ូរបស់យើងបែកទេបងប្អូនហើយពេលដែលយើងបំពងវាឲ្យរៀងស្រួយទៅគឺឆាទៅចូលជាតិឆ្ងាញ់មែនតែនឥឡូវនេះតៅហ៊ូរបស់ខ្ញុំចិត្តឆ្អិនហើយបងប្អូនគឺយើងពេលដែលឆ្អិនហើយយើងទុកវាមួយឡែកសិនណាយើងមកមើលផ្នែកបន្លែវិញផ្នែកបន្លែមានដូចជាផ្កាគុយឆាយមានសណ្តែកបដោះមានតៅហ៊ូដែលយើងបានបំពងហ្នឹងហើយមានស្លឹកខ្ទឹមមានខ្ទឹមសសម្រាប់យើងបំពងហើយចំណែកឯផ្នែកសាច់វិញខ្ញុំដាក់សាច់ជ្រូកហើយនឹងដាក់ថ្លាមជ្រូកសម្រាប់ថ្លាមជ្រូកហ្នឹងបងប្អូនយកវាទៅសុះសិនណាបងប្អូនបាទខ្ញុំយកវាទៅសុះឲ្យរៀងឆ្អិនសិនបាទខ្ញុំយកវាមកឆាឥឡូវនេះយើងធ្វើការបំពងខ្ទឹមឲ្យវាឡើងឈ្ងុយណាបងប្អូនយើងបំពងខ្ទឹមឲ្យវាឡើងឈ្ងុយហើយយើងធ្វើការឆាសាច់ជ្រូកយើងដាក់សាច់ជ្រូកចូលសិនណាយើងអត់ទាន់ដាក់ថ្លាមជ្រូកគេយើងឆាឲ្យវារៀងឆ្អិនបន្តិចណាបងប្អូនឆាឲ្យវាចិត្តឆ្អិនហើយចាំយើងដាក់ថ្លើមជ្រូកដែលយើងបានស្រុះហើយនឹងចូលពេលដែលយើងដាក់ថ្លាមជ្រូកចូលនឹងហើយយើងធ្វើការឆាវាចូលគ្នាឆាទៅឆាមកទុកឲ្យវាឆ្អិនរៀងល្អទៅចាំយើងធ្វើការផ្សំគ្រឿងណាបងប្អូនហើយសម្រាប់ផ្សំគ្រឿងនោះខ្ញុំធ្វើការដាក់ម្សៅស៊ុបស្ករសទឹកត្រីហើយនឹងប្រេងខ្យង1ស្លាបព្រាបាយហើយសម្រាប់រសជាតិវិញបងប្អូនអាចលៃលកមើលតាមចំណង់ចំណូលចិត្តរបស់បងប្អូនចឹងណាបើសម្រាប់ខ្ញុំប៉ុណ្ណឹងគឺល្មមឆ្ងាញ់ហើយយើងធ្វើការឆាវាណាបងប្អូនហើយខ្ញុំដាក់ម្រេចដែរតែខ្ញុំអត់បានថតបងប្អូនបន្ទាប់មកយើងធ្វើការដាក់តៅហ៊ូដែលយើងបានបំពងហើយនឹងយើងឆាវាត្រឡប់ទៅត្រឡប់មកពី3ដងណាបងប្អូននៅពេលដែលយើងឃើញថាតៅហ៊ូរបស់យើងឆ្អិនហើយបងប្អូនទាំងអស់គ្នាដាក់ផ្កាគុយឆាយចូលពេលហ្នឹងខ្ញុំដាក់ផ្កាគុយឆាយចូលទាំងអស់ហើយយើងឆាវាត្រឡប់ទៅត្រឡប់មកទៅហើយសម្រាប់ផ្កាគុយឆាយនេះបងប្អូនបាច់ឆាយូរពេកទេតែកាលណាឆាយូរពេកទៅបន្លែយើងវាអត់សូវពណ៌ស្អាតហើយវារៀងឆ្អិនជ្រុលខ្ញុំឆាទៅវិញទៅមកហើយខ្ញុំធ្វើការយកគម្របឆ្នាំងហ្នឹងមកគ្របទុកវារយៈពេល1នាទីទៅ2នាទីឥឡូវនេះខ្ញុំមើលឃើញថាផ្កាគុយឆាយរបស់ខ្ញុំបានឆ្អិនល្អហើយខ្ញុំក៏បន្ថែមជាមួយនឹងសណ្តែកបដោះចូលសណ្តែកបដោះហ្នឹងវាងាយឆាប់ឆ្អិនទេបងប្អូនអញ្ចឹងឆាវាត្រឡប់ពី3ត្រឡប់ទៅគឺវាឆ្អិនហើយសម្រាប់មួយមុខហ្នឹងបងប្អូនអាចឆាញ៉ាំជាម្ហូបប្រចាំថ្ងៃក៏បានឬក៏ឆាទុកពេលមានកម្មវិធីឬក៏ធ្វើជាចំហាន់ទៅវត្តពេលមានបុណ្យទានក៏បានដែរសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចង់ដឹងថាឆាផ្កាគុយឆាយឆ្ងាញ់យ៉ាងណាកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណា